កម្មពៀមានពុតបងប្អូនមិនរងចាំពេលក្រោយនោះទេគឺនៅឯខាងប្រទេសថៃបាទហើយនេះគឺជាករណីគ្រោះអគ្គិភ័យដែលបានឆាបឆេះកត់នៅក្នុងវត្តមួយកន្លែងដែលមានឈ្មោះថាមហាព្រឹទ្ធារាមវរវិហារដែលករណីនេះបានធ្វើឲ្យព្រះសង្ឃពីរអង្គរងរបួសភ្លើងបានឆាបឆេះអគារកត់ពាក់កណ្ដាលបេតុងពាក់កណ្ដាលឈើ3ជាន់នៅក្នុងខណ្ឌបាងរ៉ាក់ដែលបានបំផ្លាញកត់នោះដែលមានផ្ទៃក្រឡាប្រមាណ200ម៉ែត្រការ៉េនិងបណ្ដាលឲ្យព្រះសង្ឃពីរអង្គរងរបួសដោយសាររលាកភ្លើងនិងថប់ផ្សែងបាទនេះគឺជាករណីដែលខ្ញុំធ្វើការអាប់ដេតពីខាងប្រទេសថៃទាក់ទងនឹងគ្រោះអគ្គិភ័យមួយករណីទៀតហើយដែលថ្ងៃនេះត្រូវនៅថ្ងៃទី8ខែធ្នូឆ្នាំ2025ហើយថ្ងៃនេះផងដែរគឺជាថ្ងៃមួយដែលថៃបានធ្វើការឈ្លានពានមកលើទឹកដីកម្ពុជាផងដែរហើយខ្ញុំនឹងធ្វើការអាប់ដេតតាក់ទងនឹងព័ត៌មានគ្រោះអគ្គិភ័យដែលតាក់ទងទៅនឹងឆេះវត្តមួយកន្លែងចែកជូនដល់ប្រិមិត្ត First New Official ទាំងអស់គ្នាដែលអគ្គិភ័យបានឆាបឆេះកត់ព្រះមួយនៅក្នុងវត្តមហាព្រឹទ្ធារាមវរវិហារដែលធ្វើឲ្យព្រះសង្ឃពីរអង្គបានរងរបួសដែលហេតុការណ៍ឆាបឆេះដ៏រន្ធត់នេះគឺនៅតំបន់ខាងបាងរ៉ាក់នៅថ្ងៃទី8ខែធ្នូឆ្នាំ2025ថ្ងៃនេះផងដែរដែលហេតុការណ៍អគ្គិភ័យនេះបានកើតឡើងយ៉ាងគំហុកនៅពេលព្រឹកព្រលឹមក្នុងវត្តមហាព្រឹទ្ធារាមវរវិហារដែលស្ថិតនៅក្នុងខណ្ឌបាងរ៉ាក់ដែលបង្កឲ្យមានការខូចខាតយ៉ាងដំណំនិងបានធ្វើឲ្យព្រះសង្ឃពីរអង្គបានរងរបួសដែលហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង8:04នាទីព្រឹកថ្ងៃទី8ខែធ្នូឆ្នាំ2025ថ្ងៃនេះផងដែរមន្ត្រីពលរដ្ឋអគ្គិភ័យបានទទួលសេចក្តីរាយការណ៍ហើយក៏បានបញ្ជូននៅរថយន្តពលរដ្ឋអគ្គិភ័យសង្គ្រោះនៅខណ្ឌបាងរ៉ាក់នឹងអំពីហេតុការណ៍ភ្លើងឆេះកត់ដែលកត់នឹងគឺដាក់ព្រះដែលស្ថិតនៅក្នុងវត្តមហាព្រឹទ្ធារាមវរវិហារដែលស្ថិតនៅផ្លូវមហាព្រឹទ្ធារាមដែលលក្ខណៈអគ្គិភ័យនេះគឺឆេះកត់ដែលធ្វើដោយ3ជាន់ហើយអគារបេតុងនៅជាន់កណ្ដាលហើយខាងលើគឺសិតតែឈើដែលកម្ពស់ទាំងអស់មាន3ជាន់ដែលការកើតហេតុហ្នឹងគឺភ្លើងហ្នឹងគឺចាប់ផ្ដើមឆេះពីជាន់ទី1ត្រង់បរិវេណសាលព្រះបាទអញ្ចឹងការខូចខាតគឺភ្លើងបានឆាបឆេះបំផ្លាញសាលដែលដាក់ព្រះនៅជាន់ទី1អស់ទាំងស្រុងផងដែរហើយទំហំនៃការខូចខាតដែលប៉ាន់ស្មានហ្នឹងគឺផ្ទៃកន្លាយ៉ាងហោចណាស់ប្រហែលជា200ម៉ែត្រការ៉េត្រូវបានបំផ្លាញដោយអគ្គិភ័យផងដែរចំពោះការគ្រប់គ្រងផលិតអគ្គិភ័យហ្នឹងគឺក្រមមន្ត្រីផលិតអគ្គិភ័យនិងក្រមជួយសង្គ្រោះខណ្ឌបាងរ៉ាក់ហ្នឹងបានទៅដល់ទីកន្លែងកើតហេតុនៅម៉ោង8:05នាទីហើយបានប្រើប្រាស់ទឹកផលិតដើម្បីផលិតផងដែរហើយភ្លើងត្រូវបានគ្រប់គ្រងទាំងស្រុងនៅម៉ោង8:11នាទីដែលបានរលត់ទៅវិញនៅម៉ោង8:18នាទីអញ្ចឹងវាលឿនផងដែរចំពោះករណីនេះបណ្ដាលឲ្យព្រះអង្គឬក៏ព្រះសង្ឃពីរអង្គត្រូវបានរងរបួសដែលព្រះសង្ឃទី1ហ្នឹងគឺមានប្រជជនប្រមាណ48វស្សាហើយព្រះអង្គនឹងគឺមានរោគសញ្ញាដូចជារលាកភ្លើងនៅតំបន់ស្មានិងជើងខាងស្ដាំហើយឥឡូវត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅជិតនោះផងដែរចំពោះព្រះសង្ឃទី2ដែលមានព្រះជន្មប្រមាណ85វស្សាហើយលោកក៏ត្រូវបានរោគសញ្ញាដូចជាថប់ដង្ហើមហើយឥឡូវត្រូវបានបញ្ជូនតាមរថយន្តទៅសង្គ្រោះដូចគ្នាចំពោះមូលហេតុដំបូងនៃអគ្គិភ័យគេមិនទាន់អាចសន្និដ្ឋានបានទេដោយសារតែភ្លើងបានឆាបឆេះបំផ្លាញសាលព្រះនៅជាន់ទី1អស់ទាំងស្រុងយោងតាមការត្រួតពិនិត្យមិនមានព្រះសង្ឃឬសាមណេរផ្សេងទៀតគង់នៅក្នុងកុដិនោះទេបាទនេះគឺជាករណីមួយករណីទៀតហើយដែលឆេះនៅវត្តមួយកន្លែងដែលស្ថិតនៅតំបន់បាងរ៉ាក់នៅខាងប្រទេសថៃហើយអគ្គិភ័យនេះបានឆាបឆេះនៅក្នុង
កត់មួយកន្លែងដែលនៅវត្តមហាព្រឹទ្ធារាមវរវិហារហើយនៅក្នុងនោះផងដែរគឺមានដាក់ព្រះដែលមានរបស់របរដូចជានៅយូរឆ្នាំហើយអញ្ចឹងបានធ្វើឲ្យឆេះអស់ទាំងស្រុងហើយព្រះនោះក៏មានតម្លៃដែរដែលគេខ្ញុំគិតថាកន្លែងហ្នឹងគឺជាកន្លែងប្រពៃពិធីអីមួយដែលព្រះនោះគឺសល់ពីជំនាន់ដើមអញ្ចឹងជាកុដិមួយអញ្ចឹងទៅដែលឆេះខ្ទេចខ្ទីអស់ដែលមានទំហំ200 ម៉ែត្រការ៉េអញ្ចឹងបានធ្វើឲ្យព្រះសង្ឃពីរអង្គបានរងរបួសផងដែរហើយនេះគឺជាករណីមួយដែលខ្ញុំធ្វើការអាប់ដេតទាក់ទងនឹងបញ្ហាអគ្គិភ័យដែលកើតឡើងនៅឯខាងប្រទេសថៃបាទគឺកម្ពុជាវាកើតឡើងអញ្ចឹងខ្ញុំមិនមែនអាប់ដេតតែតាក់ទងនឹងព័ត៌មានគោលអគ្គិភ័យហ្នឹងឯងគឺឆេះវត្តមួយចំនួនខ្ញុំបានអាប់ដេតរួចរាល់ហើយអញ្ចឹងនេះគឺជាករណីថ្មីមួយទៀតដែលកើតឡើងនៅថ្ងៃទី8 ខែវិច្ឆិកាឆ្នាំ2025នេះផងដែរអញ្ចឹងមានអីបន្ថែមណាស់នេះអញ្ចឹងបើសិនជាខ្ញុំអាប់ដេតឬក៏បច្ចេកទេសបកប្រែខ្ញុំត្រង់ខុសកន្លែងណាបាទសូមខមមិននៅក្រោមវីដេអូហើយថ្ងៃនេះផងដែរគឺជាថ្ងៃដែលយើងប្រយុទ្ធគ្នាសារជាថ្មីរវាងប្រទេសថៃសង្ឃឹមថាបងកងទ័ពនៅសមរភូមិមុខនឹងទទួលបានសុខសុវត្ថិភាពទាំងអស់គ្នាបាទ